ជំរាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំសូមចែកម្លែកនៅ clear ភាសាអង់គ្លេសមួយដែលបងប្អូនអាចនឹងជួបប្រទះហើយនឹងត្រូវការប្រើប្រាស់ដើម្បីធ្វើឲ្យភាសាអង់គ្លេសរបស់បងប្អូនឡើងមួយកម្រិតទៀតបាទ clear ដែលខ្ញុំលើកយកមកគឺ to break the ice បាទ clear break the ice នេះវា break គឺដើរតួជា verb បាទ break the ice បើសិនជាបងប្អូនមិនធ្លាប់ជួបមិនធ្លាប់រៀនទេបងប្អូននឹងបកប្រែតាមភាសាធម្មតារបស់យើងគឺ break គឺបំបែក ice ទឹកកកអញ្ចឹងយើងប្រែថាបំបែកទឹកកកប៉ុន្តែនៅក្នុងភាសាអង់គ្លេស clear break the ice គឺមិនមែនន័យថាបំបែកទឹកកកទេគឺវាមានន័យថានៅពេលដែលយើងជួបនរណាម្នាក់ថ្មីឬក៏នៅក្នុងស្ថានភាពមួយដែលស្ងប់ស្ងាត់ហើយអញ្ចឹងមានអ្នកនៅជុំវិញខ្លួនយើងឬក៏ក្នុងកិច្ចប្រជុំឧទាហរណ៍អញ្ចឹងដើម្បីកុំឲ្យមានភាពស្ងប់ស្ងាត់ឬក៏ដើម្បីបើកផ្លូវនៅក្នុងការសន្ទនាគឺជាទូទៅយើងតែងតែថាញ៉ាំងកម្មវិធីគឺយើងធ្វើយ៉ាងណាដើម្បីឲ្យយើងចាប់ផ្ដើមមានទំនាក់ទំនងគ្នាអញ្ចឹងធម្មតានៅពេលដែលយើងជួបគ្នាដែលជាលើកទី1ដែលយើងអត់ធ្លាប់មានទំនាក់ទំនងពីមុនគឺយើងតែងតែរក្សាភាពស្ងប់ស្ងាត់តែដើម្បីបង្កើតទំនាក់ទំនងគឺយើងត្រូវតែ break the ice បាទអញ្ចឹង break the ice មានន័យថាការបើកឆាកឬក៏ធ្វើឲ្យភាពស្ងប់ស្ងាត់ហ្នឹងចាប់ផ្ដើមបែរទៅជាអ៊ូអរមានន័យថាចាប់ផ្ដើមសន្ទនាគ្នាបាទអញ្ចឹងម្ដងទៀតគឺ to break the ice វាមានន័យថា to open the stage ឬក៏ kick off an interaction or meaning to break the silence យើងឧទាហរណ៍ថា my manager always tell a funny story or tell a joke to break the ice before the meeting បាទអញ្ចឹងប្រធានរបស់ខ្ញុំគាត់មុននឹងប្រជុំគាត់តែងតែនិយាយរឿងកំ pl ែងមួយដើម្បីឲ្យអ្នកដែលចូលរួមហ្នឹងគឺមានភាពសប្បាយរីករាយឬក៏ថាមានភាពស្និទ្ធស្នាលមុននឹងមានកិច្ចប្រជុំបាទអញ្ចឹងនឹងជា clear មួយដែលខ្ញុំចែកម្លែកជាមួយបងប្អូននៅថ្ងៃនេះគឺ to break the ice អរគុណច្រើនបងប្អូនខ្ញុំមានតែប៉ុណ្្នឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀតសូមជម្រាបលា